បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធនឹងវិធីសាស្ត្របំលែង file រូបភាពឬក៏ file PDF ឲ្យទៅជា text ឬក៏ជាអត្ថបទដើម្បីយើងយកអត្ថបទនោះទៅវាយបញ្ចូលលើកម្មវិធី Word បើន័យថាបងប្អូនមានខ្លឹមសារឬក៏អត្ថបទអីតែប៉ុន្តែអត្ថបទនោះយើងចង់យកមកវាយនៅលើកម្មវិធី Word សារឡើងវិញអញ្ចឹងណាចឹងយើងអាចប្រើវិធីសាស្ត្រនេះដើម្បីបំលែងបានគឺមាននៅក្នុងកម្មវិធី Telegram អញ្ចឹងបងប្អូនចុចលើកម្មវិធី Telegram បកមកហើយយើងវាយពាក្យ Textify T E X I F Y ចឹងយើងឃើញអក្សរ T Textify image to text យើងចុចលើនឹងបកមកតបចុចហើយយើងចុចពាក្យថា start board មកដល់កន្លែងហ្នឹងគឺបើន័យថាបងប្អូនចង់យក file មួយណា file PDF ឬក៏ file រូបភាពមួយណាដែលយើងចង់បំលែងទៅជា text អញ្ចឹងយើងចុចសញ្ញាឃ្នាបតែនៅខាងស្ដាំដៃបន្ទាប់ពីសញ្ញា voice លេខហ្នឹងយើងចុចពលឹងបកមកហើយយើងទៅចូលទៅជ្រើសរើសរូបភាពឬក៏ text មួយណាឥឡូវយើងចង់បាន text នេះខ្ញុំចង់បាន text ហ្នឹងដើម្បីបំលែងទៅជា text ឥឡូវយើងតម្លាក់ចូលរួចហើយកម្មវិធី Telegram កំពុងតែ processing រូបភាពរបស់យើងឲ្យទៅជា text មានថាកំពុងតែបំលែងឥឡូវយើងបំលែងបានហើយនេះមិញបងប្អូនតម្លាក់រូបភាពនេះរូបភាពហ្នឹងតម្លាក់រូបភាពហ្នឹងហើយយើងចង់ឲ្យទៅជា text ឥឡូវ text ហ្នឹងមកហើយឥឡូវយើងចូលមើលក្នុងរូបភាពហ្នឹងគេដាក់មេរៀនសង្ខេបការពន្យាកំណើតគឺជាការសម្រេចចិត្តមិនទាន់ចង់បានកូនឥឡូវយើងទៅមើល text ហ្នឹងគេនិយាយចឹងអត់មេរៀនសង្ខេបការពន្យាកំណើតជាការសម្រេចចិត្តមិនទាន់ចង់បានកូនអញ្ចឹងយើងអាច copy text ហ្នឹងបានទេអញ្ចឹងបងប្អូនមកដល់ហើយហ្នឹងបងប្អូន copy text ហ្នឹងទៅហើយតម្លាក់ចូលក្នុង Word ទៅគឺវាលឿនមិនថាយើងមិនបាច់ចាំវាយអានេះឡើងវិញម្ដងមួយជួរម្ដងមួយ paragraph ទេអញ្ចឹងយើងប្រើកម្មវិធីនេះទៅវាលឿនបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណបើគិតថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅបងប្អូនរបស់យើងបន្តទៀតបាទសូមអរគុណ